ជំរាបសួរនិងសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរនឹងខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបធ្វើខណ្ឌទឹកភ្នែកចឹងដំបូងឡើយគឺបងប្អូនអរគ្នាមានសាច់គោតាមចំណង់ចំណូលចិត្តបន្តមកទៀតត្រូវលាងទឹកឲ្យស្អាតហើយយើងយកមកហាន់វាឲ្យស្ដើងមកហើយចំពោះសាច់គោនេះផងដែរបងប្អូនអរគ្នាត្រូវហាន់យកសរសៃសចេញកុំឲ្យវាពេលយើងញ៉ាំទៅវារៀងនេះណារៀងស្វិតចឹងណាបងប្អូនចឹងបន្ទាប់ពីយើងហាន់វាស្ដើងហើយយើងត្រូវរៀបដាក់ចានបន្ទាប់ពីយើងរៀបដាក់ចានហើយបងប្អូនអ្នកគ្នាត្រូវតែដំខ្ទឹមសចំពោះខ្ទឹមសនេះយើងដំក៏បានយើងចិត្តប្រាប់នឹងក៏បានដែរព្រោះយើងត្រូវការយកវាទៅឆាចឹងណាបងប្អូនចឹងខ្ទឹមសនេះបងប្អូនគ្នាត្រូវច្រាំវាឲ្យវាស្ដើងទៅច្រាំវាឲ្យម៉ត់តិចទៅចាស់ហើយបន្ទាប់ពីយើងច្រាំវាម៉ត់ហើយបងប្អូនអរគ្នាត្រូវយកម្ទេសមកហាន់ផងចំពោះម្ទេសនេះគឺយើងហាន់បែបប្រឆិតវាចឹងណាបងប្អូនចំពោះម្ទេសនេះគឺយើងអាចដាក់តាមការចូលចិត្តបានចំពោះខណ្ឌទឹកភ្នែកភាគច្រើនគេធ្វើបែបហិលចឹងណាតែបងប្អូនអត់ចេះហិលទេយើងមិនចាំបាច់ដាក់ហិលក៏បានដែរចាហើយបន្តមកទៀតយើងមកដល់វគ្គយើងស្រោះខាត់ណាចំពោះការស្រោះនេះគឺខ្ញុំដាក់ដាំទឹកឲ្យវារៀងពុះហើយខ្ញុំដាក់ខ្លាញ់ចូលបន្តិចហើយបន្ទាប់ពីខ្ញុំដាក់ខ្លាញ់ចូលហើយខ្ញុំបានដាក់ម្សៅស៊ុបមួយស្លាបព្រាបាយហើយបន្តមកទៀតគឺខ្ញុំដាក់ស្ករសដែរដើម្បីឲ្យវាចាប់ជាតិណាព្រោះស្ករសហ្នឹងគឺយើងជាមួយនឹងម្សៅស៊ុបហ្នឹងដាក់ដើម្បីឲ្យវាចាប់ជាតិគ្នាជាមួយនឹងដើមខាត់ណាអញ្ចឹងណាបងប្អូននៅពេលដែលយើងស្រោះទៅវាចូលជាតិហើយញ៉ាំទៅក៏វាមានជាតិដែរចាឥឡូវយើងចាប់ដើមដាក់ដើមខាត់ណាចូលហើយចំពោះដើមខាត់ណានេះខ្ញុំរកទិញអត់បានអាទូចយកបងប្អូនអញ្ចឹងទៅវារៀងធំពេកអញ្ចឹងទៅត្រូវចិតវាជា2ផងចំហៀងផងប៉ុន្តែអត់ជាអីទេឲ្យតែយើងសក់ដើមវាសក់អាដើមចាស់វាចេញទៅនៅពេលដែលយើងសក់ហើយយើងយកវាមកស្រោះបែបនេះគឺអត់អីទេគឺយើងអាចញ៉ាំបានចាគ្រាន់តែបើសិនជាយើងមានអាទូចញ៉ាំទៅវាបើន័យថាវាខ្ចីអញ្ចឹងវាផុយអញ្ចឹងវាឆ្ងាញ់ញ៉ាំទៅឆ្ងាញ់អញ្ចឹងបន្តមកទៀតយើងដាក់ស្រោះវាពុះបន្តិចទៅហើយយើងត្រឡប់វា2-3ត្រឡប់ណាបងប្អូនឲ្យវាឆ្អិនស្មើគ្នាអញ្ចឹងដល់ពេលដែលឆ្អិនស្មើគ្នាទៅយើងវាអត់សូវច្រើនទេវារៀងតិចដែរទេចាហើយបន្ទាប់មកទៀតមកនៅពេលដែលវារៀងឆ្អិនហើយបងប្អូនអរគ្នាចាប់ដើមស្រង់វាចេញទៅហើយបងប្អូនអរគ្នារៀបចំដាក់ចានណារៀបដាក់ចានទៅហើយបន្ទាប់មកទៀតមកបងប្អូនអរគ្នាត្រូវដាក់ខ្ទះរៀងក្តៅបន្តិចបន្ទាប់ពីយើងដាក់ខ្ទះក្តៅហើយយើងដាក់ខ្លាញ់ចូលដាក់ខ្លាញ់ឲ្យក្តៅហើយចាំបងប្អូនអរគ្នាដាក់សាច់ចូលសាច់គោដែលយើងចិនដែលយើងហាន់ស្ដើងមិញណាតាមពិតទៅនៅកន្លែងនេះបងប្អូនអរគ្នាអត់បាច់ធ្វើអញ្ចឹងក៏បានដែរបើសិនជាបងប្អូនអរគ្នាចូលចិត្តរបៀបបែបនៅឈាមរៀងស្រស់បងប្អូនអរគ្នាអាចពូតម្ជូរក្រូចបានពូតម្ជូរក្រូចហើយយកទៅសាច់ទេយកទៅសាច់គោទេអញ្ចឹងណាអញ្ចឹងវានៅរៀងស្រស់អញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំអត់សូវចូលចិត្តញ៉ាំរបៀបតែមានឈាមមានអីស្រស់អញ្ចឹងទេអញ្ចឹងខ្ញុំធ្វើបែបហ្នឹងណាខ្ញុំយកវាមកឆាមួយខ្លាញ់ឲ្យឆ្អិនបន្តិចហើយបន្តមកទៀតមកបានខ្ញុំរៀបចំដាក់ចានដល់ពេលយើងធ្វើអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាញ៉ាំទៅរៀងស្និទ្ធជាងអញ្ចឹងណាបងប្អូនដល់ពេលឃើញឈាមស្រស់ទៅដូចអាម៉េចអត់សូវប៉ិនទេអត់សូវប៉ិនខាងហ្នឹងឯងអញ្ចឹងបន្ទាប់ពីខ្ញុំលីងសាច់គោមិញឆ្អិនហើយបន្តមកទៀតមកខ្ញុំចាប់ដើមដាក់ខ្ទះហើយខ្ញុំដាក់ខ្លាញ់ចូលហើយបន្តមកទៀតមកគឺខ្ញុំនេះខ្ញុំដាក់ខ្ទឹមសចូលណាខ្ញុំលីងវាឲ្យឈ្ងុយលីងខ្ទឹមសឲ្យឈ្ងុយហើយបានខ្ញុំដាក់ខ្លាញ់ថែមបន្តិចដោយសារនេះវារៀងខ្លាញ់រៀងតិចពេកអញ្ចឹងទៅយើងដាក់ខ្លាញ់ថែមបន្តិចទៅហើយយើងពោវាឲ្យសព្វទៅបានយើងដាក់ម្ទេសចូលតែដែលយើងហាន់មិញណាយើងបន្ទាប់ពីយើងដាក់ម្ទេសចូលហើយយើងកូរច្បល់វាឲ្យសព្វទៅណាបងប្អូនហ្នឹងហើយយើងដាក់ច្បល់វាឲ្យសព្វបែបហ្នឹងទៅហើយយើងទុកឲ្យវាមួយសន្ទុះសិនហើយបានយើងចាប់ដើមថែមទឹកត្រីបន្តិច អ
ហើយបន្ទាប់ពីយើងថែមទឹកត្រីហើយយើងកូរវាឲ្យសព្វទៅណាបងប្អូនចាយើងកូរវាមកឲ្យសព្វចឹងហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាអាចថែមគ្រឿងបន្ថែមបានចឹងខ្ញុំបានថែមស្ករសបន្តិចផងដែរចាអញ្ចឹងបន្ទាប់មកទៀតមកគឺខ្ញុំបានថែមម្សៅស៊ុបបន្តិចចាអញ្ចឹងបន្ទាប់ពីយើងថែមដល់ម្សៅស៊ុបហើយគឺយើងត្រូវកូរវាឲ្យសព្វបន្តិចទៅដើម្បីឲ្យវាចូលជាតិគ្នាជាមួយនឹងគ្រឿងដែលយើងដាក់ពីមុនអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតមកគឺខ្ញុំបានថែមទឹកប្រេងខ្យងចំពោះទឹកប្រេងខ្យងនេះគឺខ្ញុំដាក់បន្តិចផងដែរតើពេលយើងដាក់ទឹកប្រេងខ្យងហើយគឺយើងចាប់ដើមកូរវាឲ្យសព្វដើម្បីឲ្យវាចូលជាតិគ្នាណាបងប្អូនហើយបន្ទាប់មកទៀតបើសិនជាបងប្អូនទាំងអស់គ្នាមានទឹកត្រីផ្អែមឬទឹកត្រីកោះកុងណាបងប្អូនអាចដាក់ចូលបានអញ្ចឹងណាបងប្អូនដល់ថងច្រើននេះគឺខ្ញុំបានដាក់ទឹកត្រីកោះកុងចូលបន្តិចដោយសារខ្ញុំមានអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកត្រីកោះកុងហើយយើងកូរវាឲ្យសោះហើយយើងភ្លក់វាទៅណាបងប្អូនភ្លក់វាទៅរៀងឆ្ងាញ់ត្រូវមាត់ហើយគឺយើងចាប់ដើមដួសដាក់ចានដែលយើងបានរៀបសាច់រៀបបន្លែពីលើ